បានសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរពពកក្រហមនាំរឿងមកទៀតហើយរឿងនេះអាចថារន្ធត់ជាងរឿងមុនដោយសារតែរឿងនេះបណ្ដាលឲ្យក្រុមគ្រួសារមួយបាត់បង់ជីវិតទាំងអស់តែម្ដងហ្នឹងហើយកុំឲ្យខាត់ពេលយូរខ្ញុំសូមដំណើររឿងដូចតទៅបាទមានគ្រួសារមួយគ្រួសាររបស់លោកពូសេងហើយនិងអ្នកមីងចន្ទថារួមទាំងកូនស្រីម្នាក់ឈ្មោះស្រីមុំគាត់បានផ្លាស់ទីលំនៅពីភ្នំពេញទៅនៅខេត្តសៀមរាបកាលពីអំឡុងឆ្នាំ2006កាលឡើយដែលគាត់ទៅដល់ខេត្តសៀមរាបគាត់បានសុំស្នាក់នៅជាមួយផ្ទះអ្នកដែលគាត់ស្គាល់ហ្នឹងគឺជាមិត្តភក្តិការដែលលោកពូសេងគាត់ស្គាល់តាំងពីសម័យសង្គមមកម្លេះអញ្ចឹងហើយគាត់ក៏បានស្នាក់នៅផ្ទះមិត្តភក្តិរបស់គាត់ហ្នឹងរយៈពេលចូលជិតមួយខែដែរដើម្បីស្វែងរកទិញផ្ទះឬក៏គាត់ទិញដីហ្នឹងសម្រាប់ស្នាក់នៅហើយគាត់រយូរទៅមានផ្ទះមួយនៅតាមផ្លូវកវ៉ាត់ក្រុងរបស់ខេត្តសៀមរាបហ្នឹងជាផ្ទះថ្មប៉ុន្តែមានសភាពរាងចាស់ដែលអត់មានអ្នកស្នាក់នៅប្រហែលជាមួយឆ្នាំ2ឆ្នាំហើយមានស្មៅដោះពេញហើយផ្ទះហ្នឹងគឺជាផ្ទះថ្មដែលសង់ស្អាតមានឡាវតឿមានបន្ទប់គេងខាងក្រោម2និងឡាវតឿបន្ទប់ខាងលើ1អ្នកដែលលក់ផ្ទះហ្នឹងគឺជាអ្នកជិតខាងនៅទីហ្នឹងបានពីព្រោះការសម័យហ្នឹងផ្ទះអត់ទាន់មានប្លង់កម្មសិទ្ធិអីត្រឹមត្រូវទេដោយសារតែអត់មានអ្នកមើលថែក៏មេភូមិគាត់បានបកគោលផ្ទះហ្នឹងទៅឲ្យពូម្នាក់ដែលហៅថាឈ្មោះពូចក់បាទក្រុមគ្រួសារពូចក់ជាអ្នកមើលថែផ្ទះហ្នឹងប៉ុន្តែគាត់មិនដែលបានទៅបោះសម្អាតឬក៏ទៅកាប់ឆ្ការព្រៃឈើទេព្រោះផ្ទះហ្នឹងរំលងផ្ទះគាត់ប្រហែលជា3ទៅ500ម៉ែត្រឯណោះឆ្ងាយពូសេងបានតាក់ទងតាមរយៈពូចក់ដើម្បីទៅទិញផ្ទះហ្នឹងក៏រៀងធំគួរសមដែរបានន័យថាសម័យនោះដីរៀងធូរថ្លៃដែរនៅខាងកវ៉ាត់ក្រុងនៃខេត្តសៀមរាបកាលនោះពូចក់ដាក់លក់ទាំងផ្ទះទាំងដីហ្នឹងក្នុងតម្លៃ$7,000បានហើយពូសេងនិងមីងចន្ទថាគាត់បានតថ្លៃនឹងចរចាក្នុងការទិញដូរលក់ដីមួយហ្នឹងក្នុងតម្លៃតែ$5,500តែប៉ុណ្ណោះបន្ទាប់ពីពូសេងគាត់បានទិញផ្ទះនឹងរួចហើយគាត់ក៏បាននាំកូនទៅបោះសម្អាតផ្ទះនឹងរយៈពេល2ថ្ងៃដំបូងហ្នឹងកូនស្រីរបស់គាត់ហ្នឹងទៅដល់ស្រាប់តែស្រីមុំបានកលើកទៅមើលលើផ្ទះនឹងកតុយភ្នែកថាផ្ទះមានអារម្មណ៍ថាប្លែកនៅពេលដែលគាត់ចូលទៅទាំងអស់គ្នាហ្នឹងណាប៉ុន្តែឪពុកម្ដាយរបស់ស្រីមុំអត់និយាយទេពូសេងនិងមីងចន្ទថាគាត់អត់បាននិយាយអីទាំងអស់ប៉ុន្តែស្រីមុំបាននិយាយថាប៉ាផ្ទះនេះខ្ញុំចូលមកដូចមានអារម្មណ៍ថាមានអ្នកនៅយ៉ាងម៉េចទេប៉ុន្តែពូសេងបាននិយាយថាកូនហើយធម្មតាទេផ្ទះណាដែលទុកចោលយូរអញ្ចឹងហើយបានកូនមានអារម្មណ៍បែបនេះអត់អីទេយើងសម្អាតទៅបាននៅពេលដែលគាត់រៀបចំផ្ទះរួចរាល់ហើយគាត់ក៏បានទិញផ្លែឈើនិងទិញអ្វីហ្នឹងមួយសែនហ្នឹងហើយគាត់មួយសែនអញ្ចឹងណាក៏បាននិមន្តព្រះសង្ឃមួយអង្គដើម្បីមកសូត្រមន្តដើម្បីនៅគេហដ្ឋានថ្មីឬសូត្រមន្តបែបធម្មតាទេគាត់តែហៅចាស់2 3នាក់ប៉ុន្តែគាត់ក៏ចាប់ផ្ដើមមកស្នាក់នៅក្នុងផ្ទះហ្នឹងណាគាត់ចាប់ផ្ដើមមកស្នាក់នៅគាត់មានឡានមួយគ្រឿងបាទឡានហ្នឹងក៏សេរីរៀងទំនើបដែរនៅពេលហ្នឹងប៉ុន្តែបើយើងបច្ចុប្បន្នឡានហ្នឹងគឺជាឡានសេរីចាស់ហើយអញ្ចឹងណាក្រុមគ្រួសាររបស់គាត់ហ្នឹងពូសេងនិងមីងចន្ទថាបានរើអីវ៉ាន់មកនៅក្នុងផ្ទះទាំងសីមុំហ្នឹងណាសីមុំក៏សម្រេចចិត្តយកបន្ទប់គេងនៅខាងលើបានន័យថាបន្ទប់ឡាវតឿហ្នឹងហើយពូសេងហើយនឹងមីងចន្ទថាគាត់នៅខាងក្រោមហើយសល់បន្ទប់ទៅនេមកបន្ទប់ទៀតអញ្ចឹងទៅខាងក្រោយក៏គេមានផ្ទះបាយគេដែរការស្នាក់នៅដំបូងរយៈពេល1ខែដំបូង
ដូចជាអត់មានជាបញ្ហាអ្វីទេដែលកើតឡើងមីងចន្ទថានិងពូសេងគាត់ក៏មានការងាររកស៊ីគាត់ដែរប៉ុន្តែគាត់រកស៊ីនៅក្នុងផ្សាររកស៊ីទៅផ្សារលើនោះអញ្ចឹងពីផ្ទះគាត់ទៅផ្សារលើចូល6 7គីឡូបានន័យថាផ្ទះរបស់គាត់នៅជិតខាងហ្នឹងគឺអត់មានផ្ទះប្រជាពលរដ្ឋណានៅព័ទ្ធជុំវិញទេ300-400 ម៉ែត្រអញ្ចឹងណាផ្ទះកាលហ្នឹងអត់សូវមានប្រជាពលរដ្ឋច្រើនទេ300 ម៉ែត្រ200 ម៉ែត្របានមានផ្ទះមួយប៉ុន្តែផ្ទះហ្នឹងគាត់អត់ឆ្ងល់ទេណាព្រោះផ្ទះហ្នឹងដោយសារអីហេតុអីបានពូចក់ក៏អត់នៅផ្ទះហ្នឹងអញ្ចឹងណាព្រោះអីព្រោះពូចក់គាត់មានផ្ទះគាត់ពេលដែលគាត់ទៅសួរថាពូចក់មិនបានមកចក់ឯហ្នឹងណាអត់នៅផ្ទះហ្នឹងព្រោះផ្ទះហ្នឹងស្អាតតើគាត់ថាអត់ទេអាហ្នឹងផ្ទះបងប្អូនគាត់ពីមុនគាត់អត់ហ៊ាននៅដោយសារអីដោយសារតែនៅផ្ទះហ្នឹងមានគោមានក្របីអីចឹងទៅត្រូវមើលថែអីចឹងណាត្រូវឲ្យស្មៅមើលគោមើលអីចឹងទៅដោយសារតែពូចក់គាត់គ្រួសារគាត់ប្តីប្រពន្ធអត់មានកូនទេបាទរឿងចាប់ផ្ដើមកាត់ឡើងដំបូងឡើយហ្នឹងនៅយប់មួយហ្នឹងសៃមុំកំពុងតែរៀនសុកកំពុងតែអានសភៅនៅខាងលើស្រាប់តែមានការគោះបន្ទប់របស់សៃមុំឬគុកគោះទី3 4 ដងចឹងទៅសៃមុំទៅបើកទ្វារអត់ឃើញមានមនុស្សសៃមុំស្មានតែពុកម្ដាយគាត់មកគោះឲ្យទៅវិញគាត់ដោយសារគាត់យូរស្រាប់តែគាត់មើលសភៅរហូតដល់ម៉ោងខ្ទង់11ជាង12ក៏មានគេមកគោះទៀតម្ដងហើយម្ដងទៀតគាត់ក៏ចុះទៅខាងក្រោមសួរម្ដាយគាត់ទៅគោះទ្វារបើកទ្វារមកអត់ឃើញអ្នកណាក៏ទៅខាងក្រោមសួរម្ដាយគាត់ហ្នឹងហើយម្ដាយគាត់ហ្នឹងណាគាត់ថាគាត់ទៅសួរម៉ាក់ឯងមានបានទៅគោះទ្វារខ្ញុំហ៎អ្នកណាគេគោះទ្វារខ្ញុំមិញខ្ញុំបើកមកអត់ឃើញម្ដាយគាត់ថាអត់ទេកូនម៉ាក់និងប៉ាកូនឯងនៅក្នុងបន្ទប់តាអត់មានបានទៅខាងលើបន្ទប់របស់កូនឯងទេសីមុំក៏មានអារម្មណ៍ឆ្ងល់ក្នុងចិត្តថាចំបើអត់មានម៉ាក់ប៉ាខ្ញុំអ្នកគោះចុះណាគេទៅគោះទ្វារគាត់ក៏ត្រឡប់ទៅបន្ទប់គាត់វិញហ្នឹងហើយស្រាប់តែពេលយប់ហ្នឹងគាត់ក៏គេងទៅនៅពេលដែលសីមុំគេងទៅហ្នឹងអាមនុស្សដែលយើងគេងកំពុងតែចិត្តលក់លវើលវាយគាត់លឺសំឡេងគេថាចេញពីផ្ទះអញគាត់លឺហើយគាត់ភ្ញាក់ខ្លួនមកព្រឺតគាត់ថាប្រហែលជាយល់សពហើយសំឡេងដែលដេញគាត់ចេញហ្នឹងគឺសំឡេងមនុស្សប្រុសគាត់អត់មាត់ទេគាត់សងំគេងទៀតមួយយប់ហ្នឹងគឺគាត់គេងអត់ស្ងប់ទេហ្នឹងណាហើយគាត់អត់តាន់ទេព្រោះព្រឹកឡើងម៉ោង6 7អីឪពុកម្ដាយគាត់ចេញទៅធ្វើការបាត់ហើយនៅតែសៃមុំឯនៅផ្ទះម្នាក់ឯងស្រាប់តែពេលសៃមុំនៅផ្ទះម្នាក់ឯងផ្ទះឡើងទឿហ្នឹងមានកញ្ចក់នៅពេលដែលមានកញ្ចក់ហ្នឹងគាត់បើកវិញណូននៅពេលដែលគាត់រៀងងាកមកកតុយភ្នែកទៅស្រាប់តែកូនឃើញក្មេងស្រី2នាក់ឈរនៅកន្លែងកញ្ចក់គាត់ហ្នឹងណាគាត់ភ្ញាក់ឲ្យព្រឺតក៏សួរណាគេងាកពុបបាត់ទៅវិញសៃមុំចាប់ដើមមានអារម្មណ៍ភ័យខ្លាចខ្លាំងមែនទែនគិតនៅក្នុងចិត្តគាត់ក៏ចុះពីបន្ទប់គាត់ហ្នឹងមកនៅខាងក្រៅផ្ទះនៅខាងក្រោមណានៅខាងក្រោមផ្ទះហ្នឹងហើយក៏នៅខាងក្រោមផ្ទះគាត់អត់ហ៊ានឡើងទៅវិញទេគាត់នឹងអង្គុយនឹងរហូតដល់ឪពុកម្ដាយគាត់ត្រឡប់ពីធ្វើការមកវិញហ្នឹងហើយត្រឡប់ពីធ្វើការមកវិញក៏សៃមុំទៅជួបម៉ាក់គាត់ចឹងប្រាប់ម៉ាក់អើយម៉ាក់គាត់ថាមានរឿងអីកូនម៉ាក់ឯងមើលមិញថ្ងៃមិញហ្នឹងខ្ញុំឃើញក្មេងស្រីណាឈរនៅអាកន្លែងមាត់ប្រអួចខ្ញុំអាកន្លែងឡើងទឿហ្នឹងស្រាប់តែពេលគាត់និយាយចឹងពុបម៉ាក់គាត់ភ្ញាក់ស្ងាងម៉ាក់គាត់រៀងស្វាយដែរដោយសារតែរឿងអីព្រោះយាយមុំអាមុំច្រឡំយាយមុំសូមអធិស្ឋានមីងចន្ទថាគាត់ធ្លាប់ឃើញក្មេងស្រី2នាក់ហ្នឹងដែរដោយសារអីគាត់គេងនៅក្នុងបន្ទប់គាត់ហ្នឹងពេលគាត់ភ្ញាក់ឡើងមកគាត់ធ្លាប់ឃើញក្មេងស្រីហ្នឹងនៅចុងជើងគាត់2នាក់ហ្នឹងណាក្មេងស្រីចតុងដែរអាយុប្រហែលជា14 15ឆ្នាំចតុងគាត់ភ្ញាក់មកគាត់ដាស់ប្តីពេលដាក់បាសប្តីក៏បាត់ទៅ
ចឹងគាត់គិតថាប្តីគាត់ក៏និយាយថាពូសេងហ្នឹងអូនឯងប្រហែលជារវើរវាយហើយឃើញហ្នឹងណាក៏មីងចន្ទថាក៏អត់ថាអីទេគាត់ក៏កេងទៅវិញបាទហើយពូសេងក៏ស្ដាប់ឮអាមុំនិយាយថាប៉ានឹងខ្មោចមែនពូសេងក៏និយាយថាមែនទេកូនអានឹងប្រហែលជានាងផ្ទះអត់មានអីទេហ្នឹងណាបាទស្រាប់តែពេលយប់ឡើងអាមុំគេនៅលើផ្ទះបន្ទប់ទឹកសម័យនោះគេធ្វើបន្ទប់ទឹកនៅខាងក្រោមមានបន្ទប់ទឹកមួយនៅក្រោមហ្នឹងណាស្រាប់តែពេលញ៉ាំបាយញ៉ាំអីទៅម៉ោងប្រហែល9ជាងអាមុំមើលសភៅមើលអីហ្នឹងរៀងងុយដេកហើយប៉ុន្តែលក្ខណៈសិមុំហ្នឹងឈឺពោះហ្នឹងហើយគាត់បត់ជើងគាត់ចុះមកក្រោមស្រាប់តែពេលគាត់ចុះមកក្រោមហ្នឹងពឹបនៅខាងកន្លែងបន្ទប់ទឹកហ្នឹងវាមានតុបាយដែលយើងញ៉ាំជុំគ្នាអញ្ចឹងណាតែតុហ្នឹងមិនមែនតុរបស់ខាងពូសេងនឹងមានចន្ទថាទិញមកទេគឺតុដែលមានស្រាប់នៅក្នុងផ្ទះហ្នឹងគឺមានកៅអីចំនួន6អញ្ចឹងណាស្រាប់តែពេលអាមុំចុះមកយើងអត់បានបើកភ្លើងទេបានន័យថាបើកភ្លើងពីចដើហ្នឹងមកវាភ្លឺរៀងស្រាំងចូលជាប់ផ្ទះបាយពេលអាមុំចុះពីលើហ្នឹងមកប៉បកលដាទៅមិនត្រូវកាច់ចកោតហ្នឹងទៅចូលបន្ទប់ទឹកហ្នឹងគឺត្រូវងាកទៅកន្លែងផ្ទះបាយស្រាប់តែពេលហ្នឹងអាមុំឃើញមនុស្សប្រុសមកគ្រួសារបានន័យថាមកគ្រួសារមានមនុស្សប្រុសម្នាក់ឪពុកម្ដាយនិងកូនស្រី2នាក់ហ្នឹងកំពុងនឹងអង្គុយកន្លែងផ្ទះបាយហ្នឹងអាមុំស្រឡំកាំងពុបសាប់ស្រែកញប់ហ៎ណាគេពេលណាគេបើកភ្លើងម៉ាក់អាមុំក៏អត់តបានសម្រានទេគាត់អង្គុយមានចន្ទថាអង្គុយនៅមុខនោះទេកំពុងមើលទូទស្សន៍គាត់ដើរចេញមកក្រោយ2នាក់គ្រួសារគាត់ហ្នឹងមកដល់ស្រាប់តែពេលសួរតើកូនកើតអីអាមុំថាម៉ាក់មានណាគេមិញ3 4នាក់មកអង្គុយហូបបាយនៅនេះមកអង្គុយហូបបាយនៅហ្នឹងស្រាប់តែពេលមិញចន្ទថាគាត់ថាមានមកពីណាយើងញ៉ាំបាយហើយមានណាមកញ៉ាំបាយទៀតកូនឯងសបាំងភ្នែកហ្នឹងអីអាហ្នឹងអត់អីទេក៏អាមុំចាប់ដើមភ័យបានន័យថាគាត់មានអារម្មណ៍ខ្លាចគាត់ចាប់ដើមមានអារម្មណ៍ថាខ្លាចនៅផ្ទះនឹងបាត់ទៅហើយអញ្ចឹងណាស្រាប់តែពេលគាត់ឡើងទៅគេងយប់ណាក៏ដូចយប់ណាដែរគាត់យល់សពតែគេដេញគាត់ចេញពីផ្ទះរហូតចេញពីផ្ទះអញបើមិនចេញទេប្រយ័ត្នងាប់បើមិនចេញទេប្រយ័ត្នងាប់គាត់លឺអញ្ចឹងអាមុំហ្នឹងកូនគាត់ហ្នឹងព្រោះកូនមីងចន្ទថាអាមុំអាយុ16 17ឆ្នាំអីជាក្មេងកំមុំអីអញ្ចឹងណាដល់ពេលហ្នឹងទៅគាត់លឺសពប្រយប់ពេកគាត់ក៏ប្រាប់ឪពុកម្ដាយគាត់ថាម៉ែប៉ាខ្ញុំគេដេញចេញពីផ្ទះយល់សពថាគេដេញចេញពីផ្ទះហ្នឹងរាល់ថ្ងៃគេថាបើអត់ចេញទេដឹងតែងាប់ហើយអញ្ចឹងណាដឹងតែងាប់ហើយអញ្ចឹងគាត់និយាយល្វើល្វាយបានន័យថាអាមុំពេលហ្នឹងចាប់ដើមមានអារម្មណ៍ថាគាត់ល្វើល្វាយបាត់ហើយនិយាយមួយប៉ាគាត់តែពូសេងអត់មានមាត់អត់មានកទេថាកូនឯងដាក់តែអារម្មណ៍កូនឯងពីព្រោះអីពូសេងក៏អត់តន់ជួបបានន័យថាជួបតែខាងស្រីហ្នឹងណាជួបតែខាងស្រីទេជួបខាងមីងចន្ទថាហើយនឹងអាមុំទេហ្នឹងហើយយូរទៅហើយមីងក៏ទៅដេកម្ដងទៀតអាមុំទៅដេកព្រឹកឡើងមីងចន្ទថាហើយនឹងពូសេងទៅធ្វើការធម្មតាអាមុំនៅផ្ទះតែឯងព្រោះការហ្នឹងគ្នាមកអត់តបានចូលរៀនទេព្រោះពងបាកងគ្នាក៏មើលមេរៀនមើលសភៅមើលអីនៅផ្ទះធម្មតាអញ្ចឹងណាប៉ុន្តែមកអាមុំលែងហ៊ានចុះពីលើផ្ទះមកគាត់ល្វើល្វាយបានណាគាត់ល្វើល្វាយអាមុំដើរមើលតអាកន្លែងប្រអួចចឹងណាមើលតកន្លែងប្រអួចច្រឹងប្រអួចអង្គុយពីហ្នឹងម៉ែគាត់ហៅមកហូបបាយក៏អត់មកអត់មាត់គាត់ថាអត់ឃ្លានគាត់ថាហូបហើយអត់ឃ្លានអញ្ចឹងទៅរហូតដល់អាការៈប្រហែលជាចូល3 4ខែដែលគាត់នៅផ្ទះហ្នឹង3ខែចូល4ខែអាមុំមានអារម្មណ៍មានអត់បានដេកគឺបានន័យថាគេលងបន្លាចគាត់ត្រយយប់បានន័យថាគេអត់ឲ្យឃើញទេលក្ខណៈឃើញស្អាតប៉ុន្តែអាក្នុងយល់សពហ្នឹងគឺអត់បានហ្មងបានន័យថាគាត់អត់ដែលបានគេងគ្រប់គ្រាន់ទេភ្នែកចាប់ដាំខ្មៅម្ដាយគាត់សួរថាកូនឯងឈឺមែនបានយប់ឡាគេលក់មែនអីចឹងណាហ្នឹងហើយក៏នាំទៅពេទ្យថាក៏អត់កើតអីទេក៏យកថ្នាំសំមកវិញមកគេងហ្នឹងហើយមកគេងស្រាប់តែពេលមួយថ្ងៃ
អាមុំផ្លែខុសពីមុនច្រើនមូលហេតុដែលផ្លែច្រើនហ្នឹងដោយសារតែអារម្មណ៍គាត់លវើលវាយដោយសារដែលគេហៅថាមានអ្នកលងបន្លាចមានបលឹងសន្ធិដ្ឋអីហ្នឹងណាពីព្រោះអីកាលហ្នឹងមកចូលខែទី4អាមុំនិយាយលេងដឹងគ្នាមួយឪពុកម្ដាយគាត់បាត់ហើយបានន័យថាសួរអីនិយាយថ្មឹងមិនមែនជាកូនគាត់ពីមុនដែលក្មេងចូលចិត្តនិយាយសួរម៉ែឪលេងមួយម៉ែឪច្រើនគាត់លែងនិយាយគាត់ចូលចិត្តនៅតែកន្លែងងឹតស្ងាត់ហ្នឹងហើយហើយណាមួយពូសេងគាត់រវល់ធ្វើការងាររបស់គាត់អញ្ចឹងក៏អត់សូវមានពេលអញ្ចឹងមានតែមីងចន្ទថាដែលចេះតែមើលកូនសួរនាំកូនអីចឹងទៅសួរម៉ាត់អត់បាត់ហ្នឹងហើយហើយរឿងដល់ពេលហ្នឹងចូលប្រហែលជាកន្លះខែក្រោយមកថ្ងៃហ្នឹងមីងចន្ទថាហើយនឹងពូសេងហ្នឹងគាត់មានកម្មវិធីរបស់ក្រុមហ៊ុនគាត់មួយណាគាត់បានទៅចូលរួមរៀងយប់មកបន្តិចពេលដែលគាត់ត្រឡប់មកពីកម្មវិធីវិញរៀងយប់ជ្រៅបានន័យថាម៉ោង8 9អញ្ចឹងគាត់ចេញគាត់អត់បានចូលផ្ទះតាំងពីព្រឹកបានន័យថាទៅពីម៉ោង6ហ្នឹងហើយស្រាប់តែពេលគាត់មកដល់ផ្ទះលើកហ្នឹងវាខុសពីមុនផ្ទះអត់មានបើកភ្លើងហើយស្ងាត់ឲ្យឆឹងអញ្ចឹងណាប៉ុន្តែទ្វារលបងអត់បិទទេនៅបើកព្រោះអីអាមុំអត់ដែលបិទទ្វារលបងទេអត់ដែលចាក់សោទេគ្រាន់ចាក់កលឹះអញ្ចឹងទៅព្រោះផ្ទះគាត់មានលបងព័ទ្ធជុំវិញផ្ទះគាត់អញ្ចឹងហើយបើកទ្វារចូលមកពូគាត់បើកឡានចូលមកអញ្ចឹងទៅទ្វារក៏អត់បានចាក់កលឹះដែរគ្រាន់តែចាក់សោចាក់សោកាលហ្នឹងចាក់សោតែអត់ចាក់កលឹះទេហើយមីងចន្ទថានឹងពូសេងគាត់មានសោអញ្ចឹងធម្មតាគាត់កូនគាត់ចាក់អញ្ចឹងហើយតែពេលចាក់អញ្ចឹងទៅគាត់ចូលទៅគាត់គិតថាមកពីយប់ពេកកូនគាត់បានសម្រាកបានគេអញ្ចឹងណាក៏អត់មាត់ទេពីអ្នកប្តីប្រពន្ធក៏នាំគ្នាទៅមួយទឹកហើយក៏ចូលសម្រាកប៉ុន្តែនៅពេលដែលចូលសម្រាកហ្នឹងមីងចន្ទថាអារម្មណ៍ក៏អត់ស្ងប់ឯយប់ហ្នឹងគាត់គេមិនក៏គេអត់ស្ងប់ដែរគេអត់លក់ទេចេះតែបារម្ភពីកូនហ្នឹងមិនបានអត់ឃើញកូនថ្ងៃហ្នឹងអីចឹងណាពូសេងគាត់គេងធម្មតាមីងចន្ទថាបារម្ភតែពេលម៉ោង5ទៀតភ្លឺហ្នឹងគាត់ចាប់ដើមមួយទឹកងើបមួយទឹករៀបចំខ្លួនណាងើបរៀបចំខ្លួនមីងចន្ទថាគាត់អត់អស់ចិត្តនៅពេលដែលគាត់អត់អស់ចិត្តពីកូនណាគាត់សួរអាមុំបាត់ទៅណាអញ្ចឹងណាគាត់ក៏សម្រេចចិត្តទៅបើកទ្វារទៅគោះទ្វារកូនណាប៉ុន្តែទ្វារអត់បានចាក់កលឹះទេបាទអត់បានចាក់កលឹះទេគាត់គោះប៉ឹបគាត់បើកទ្វារកូនហើយបន្ទប់វាល្ងឹតអញ្ចឹងទៅគាត់ក៏បើកភ្លើងចុចទៅបើកភ្លើងប៉ឹបបងប្អូនសម័យតែអីគេមានរឿងអីដែលកើតឡើងចំពោះកូនគាត់ទេបាទគួរឲ្យអកុសលមែនតើបើកទ្វារទឹកមីងចន្ទថាឃើញសេមុំហ្នឹងយកកសែងទៅចងកនៅជាប់ជើងពអួចសាប់តែពេលហ្នឹងមីងចន្ទថាស្រែកមកទំហឹងហ្មងអើវាកូនពូចន្ទថាឮថាកាត់អីរត់ពីក្រៅមកពីបន្ទប់មកបបោឃើញកូនគាត់កំពុងតែក៏ចងកឡើងហើមសាក់សពហើមបាត់ហើយព្រោះគាត់សេមុំបានចងកតាំងពីថ្ងៃម្សិលមិញមកហ៎អញ្ចឹងណានៅពេលដែលអញ្ចឹងមកគាត់យំនោះនេះយំហើយទៅហៅមេភូមិហៅអីមកបាទទៅហៅមេភូមិមេអីមកជួយពិនិត្យកសលវិស័យហ្នឹងក៏សួរថាក៏គេមកធ្វើកសលវិស័យគេមិនសួរខាងគ្រួសារសិនថាមានបញ្ហាខ្លះចំពោះកូនស្រីតែពេលមីងចន្ទថាគាត់និយាយថាអត់ដែលមានអីទេព្រោះកូនគាត់អត់ដែលចេះមានរឿងអីអត់មានអីទេព្រោះសម័យហ្នឹងក៏អត់មានទូរស័ព្ទណាដែលមានស្នេហាមានអីបបាក់ចិត្តអត់មានទេកូនគាត់អ្នកខំរៀនអញ្ចឹងណាពេលគេកសលវិច័យហាងប៉ូលីសកសលវិច័យទៅហ្នឹងគាត់ស្លាប់ដោយសារចងកសម្រាប់ចិត្តធ្វើបន់បាទហ្នឹងគាត់ហ្នឹងគឺជាខ្មោចតៃហោងនៅក្នុងផ្ទះហ្នឹងណាធ្វើបន់អីធម្មតាបាទធ្វើបន់ធម្មតាអញ្ចឹងនៅពេលដែលធ្វើបន់ធម្មតាហ្នឹងហៅអ្នកភូមិគេឮដាក់មេក្រូដាក់អីក៏ធ្វើបន់ទៅហើយថ្ងៃដែលគាត់ស្លាប់ចងកដែលម្ដាយគាត់ឃើញហ្នឹងណា
គឺថ្ងៃច័ន្ទស្អែកឡើងថ្ងៃអង្គារអញ្ចឹងគេអត់អាចបូជាគេអត់អាចទុកបានយូរទេគេត្រូវតែបូជានៅក្នុងថ្ងៃហ្នឹងបងប្អូនដឹងហើយសម័យដឹងថាស្អែកឡើងថ្ងៃអង្គារគេឲ្យបូជាទេគេត្រូវតែបូជាថ្ងៃច័ន្ទអញ្ចឹងព្រោះសាកសពគាត់ស្លាប់តាំងពីម្សិលមិញហើមឯនឹងបាយទឹកល្ងាហើយស្រាប់តែពេលឪពុកម្ដាយគាត់យំហើយណាមួយកូនស្រីមានតែមួយទៀតចំពោះមីងចន្ទថាហើយនឹងពូសេងហ្នឹងអារម្មណ៍យំធ្វើបន់ធ្វើអីឲ្យកូនឆាប់ដើមរៀបចំហែទៅវត្តព្រោះវត្តទៅឆ្ងាយដែរប្រហែលជា2-3គីឡូទាំងថ្ងៃហ្នឹងម៉ោងប្រហែលជាម៉ោង1សៀលអីហ្នឹងគេហែយកទៅបូជាគាត់អត់ទាន់បានសួរនាំអីពីព្រោះថ្ងៃហ្នឹងធ្វើបន់ស្រាប់តែពេលបូជាធម្មតាទេណាបូជាអីហើយអីចប់ហើយមីងមុំហ្នឹងសុំទោសមីងចន្ទថាគាត់ក៏មកនិយាយប្រាប់ប្តីគាត់ថាពេលដែលគាត់ចប់កម្មវិធីបន់ហើយមួយថ្ងៃគាត់ថាកូនថានៅផ្ទះហ្នឹងមានខ្មោចតែងតែដេញគាត់ចេញពីផ្ទះហ្នឹងរហូតបើមិនចេញទេស្លាប់ដោយកូនប្រាប់ឯងចឹងណាតែពេលមីងចន្ទថាគាត់និយាយថាខ្មោចហ្នឹងក៏លងខ្ញុំដែរដេញខ្ញុំចេញពីផ្ទះរហូតថាបើអត់ចេញទេដឹងតែមានអ្នកស្លាប់ស្រាប់តែពេលពូសេងគាត់អត់ជឿគាត់ថាហើយគ្មានទេមកពីអារម្មណ៍គាត់ថាឯងធ្វើចិត្តឲ្យជាក់មើលកុំគិតច្រើនហ្នឹងហើយកុំគិតច្រើនប៉ុន្តែបងប្អូនមិនឆ្ងល់ថាមិនអត់មានលងនៅណានៅណីពីព្រោះនៅផ្ទះហ្នឹងធម្មតាគឺអត់មានអ្នកដើរចេញស្រាប់ហើយបានថាអត់មានដើរកាត់ទៅលេងផ្ទះហ្នឹងទេព្រោះរំលង 200-300 ម៉ែត្រអីបានមានផ្ទះមួយហ្នឹងហើយស្រាប់តែពេលគាត់ធ្វើបន់ឲ្យកូនគាត់ហើយហ្នឹងមីងចន្ទថាគាត់ចាប់ផ្ដើមយំរាល់ថ្ងៃនឹកកូនពូសេងក៏យំដែរគាត់លួចយំនឹកកូននៅណានៅណីអីចឹងទៅហើយគាត់គេងយប់ហ្នឹងស្រាប់តែពេលគេងយប់ហ្នឹងមីងចន្ទថាគាត់យល់សពសេមុំមកយល់សពថាម៉ាក់ឯងនឹងប៉ានាំគ្នាចេញពីផ្ទះហ្នឹងទៅព្រោះផ្ទះហ្នឹងគេអត់ឲ្យនៅទេគ្រួសារគេមានគ្រួសារគេនៅហើយគេអត់ឲ្យនៅទេតែម៉ាក់ឯងនៅប្រយ័ត្នគ្រោះថ្នាក់មកពីម៉ាក់ប៉ាឯងអត់ចេញហ្នឹងហើយបានកូនណាគេអត់ឲ្យកូនគេដេញកូនចេញអត់ចេញឥឡូវគេថាយើងទៅដើមផ្ទះគេយកបន្ទប់គេដេកគេអត់មានកន្លែងដេកទេអញ្ចឹងគេប្រវួរកូនហ្នឹងចុះទៅលេងទឹកតោងខ្សែក៏រហូតដល់ចងកមីងមុំដឹងខ្លួនមីងចន្ទថាក៏ដឹងខ្លួនពុបគាត់យំស្រែកកូនប្រាប់ប្តីគាត់ប្រាប់ពូសេងហ្នឹងឯងហើយចឹងហើយកូនមកបញ្យើសពហ្នឹងណាប៉ុន្តែក៏អត់មានហៅលោកហៅអីមកសូត្រមន្តអីធ្វើបុណ្យទៅកសលដល់ទេព្រោះក៏អត់ដឹងអាផ្ទះហ្នឹងល្មិចចឹងណាកាលនៅអត់ដឹងល្មិចហើយមីងចន្ទថាហ្នឹងក៏អត់ទៅធ្វើការទេព្រោះគាត់អារម្មណ៍អត់ល្អគាត់បាត់បង់កូនហ្នឹងណាតែពូសេងទៅធ្វើតែឯងហើយមីងគាត់នៅតែឯងហើយមីងមុំហ្នឹងគាត់ចូលចិត្តដើរទៅបន្ទប់កូនគាត់ទេដើរសលឹងហើយសលឹងចុះសលឹងឡើងគាត់មើលទៅអាកន្លែងកូនគាត់ដែលចងកហ្នឹងហើយអ្វីដែលចម្លែកបងប្អូនដឹងហ៎ចម្លែកខ្លាំងមែនតែនការដែលគេលើកសាកសពអាសភាពបន្ទប់របស់ស្រីមុំហ្នឹងណាអត់មាននរណាខាងឪពុកម្ដាយគាត់ឲ្យរៀបចំកតុកអវ៉ាន់កូនគាត់នៅទាំងអស់តែហេតុអីបានគាត់អត់យកអាកសែងដែលកូនគាត់ចងកនឹងចាញ់នៅនឹងឬក៏គាត់មើលអត់ឃើញណាមើលឃើញហើយមីងចន្ទថាហ្នឹងគាត់ឡើងទៅបន្ទប់កូនទៅមើលកៅអាវមើលសភៅរៀនមើលកន្លែងកូនរៀនមើលបដាយំបដាគួរឲ្យអាណិតណាសង្វេគមែនតែនរឿងនេះណានឹងហើយបានន័យថាកុំបើមិនជឿកុំប្រមាថអីសោះរឿងហ្នឹងណាស្រាប់តែពេលមីងចន្ទថាគាត់គេងប្តីគាត់មកវិញហើយពូសេងមកវិញគេងយប់ហ្នឹងស្រាប់តែពេលមីងចន្ទថាគាត់ពងដេកចឹងណាម៉ោង 2:10 យប់ណាមកមើលដើរចុះពីទ្វារទៅបើចុះពីក្រែគាត់ហ្នឹងណាបើកទ្វារហើយគាត់តម្រង់ឡើងទៅជន់បន្ទប់កូនគាត់ដេកហ្នឹងហើយពេលហ្នឹងចៃដន្យអីពូសេងគាត់ដឹងខ្លួនដែរគាត់សួរប្រពន្ធគាត់អត់ឆ្លើយគេសួរឯងតាណានឹងឯង
ai tờ na ọt slide khơi bùn cọt đà tranh từ đôi ọt slide cọt nó cọt có song sái cọt ngược bắp khơi bùn cọt làng lời chả đá cọt bao phượng bắp bao phượng lên khơi mình chân thà đang đào châu từ không bật tục cầu nắng đa từ akalan cái sai chọn cỏ cầu nắng tiền cái sai nắng coi chọn cỏ đài phụ sinh còn là khơi bắp thấy anh đã bóp hỏi chơi ông thằng nó kia mà thôi bắp của sang chứ thôi của băng chập tiền còn ông vẫn và về tiền một tầm hông vẫn nhá mình chân thá có đừng luôn bự có thằng mình đây cái mình đừng ấy vậy ở đây cái ai mà họ cho có men ai khác ấy ai giúp ai con mình chân thá là thế mình khơi kê mà đất đây khi nó từ lên ai nâng ai ta đa lên cái xua nhưng từ na từ nấy cái nói nhưng từ lên nữa nó tập về ngày nâng máu pu sen miền na tiền giúp nắng pu sen non bọc bồn quạt tranh bị tè nâng tình dục bạn này thà cả đá màu pi tình đọc dục á pi tình đọc dục quạt bao tranh được hai tới chua tè sẵn đấy tập về quạt tới chua tè sẵn đấy bọc bồn quạt đây thom đà phật làng bóng ôn đang hưởng ngày khát làng phật láng quạt có tờ lọp ở vinh quạt ở tới xua pu chọn đại quạt tình tè thì quạt xua nè rồng lông tè quạt nắng bay buồn tè quạt trâu tới xua nơi pe đã quạt trâu xua là nè phum à của nè phum có ton score quạt tê để sao đã quạt tơ từ nơi bán buôn phèm khai nâng buôn phèm khai ná bóng ôn bắt bóng côn sợi ở mà nè để sạp tè nơi pe nắng à mình dần tha ở nơi không tè nắng quạt mình được quạt miên sao ở đây pin nâng mỏng sạp tập pe bù sinh mình dần tha trâu xua tè bù mình chả nơi nắng á nè của sao nơi tha tôi chỉ điệp xua chẳng từ chỉ điệp xua tha xua bỏng bỏng nhưng xôm xua bỏng tịnh mở tè thmo đại khiêm tinh nắng á vì muốn nền na kê chia mà chả sạp tập pe của xa có nắng men tập pi nẹp đây bốn này miền câu nó câu nơi được à mờ một khía bù sen cả ta bông chui phèo nhom tịt máu chui giấy tịt máu ấy nhom mi làm tha té nâng ở lò sao giúp mình bập bôn nhom họ tại trong co nơi đang tiết sập từ nẹp phum bạc prung rơm nom thì giỏi há ấy chẳng có giỏi há tầng óc nia chẳng nè há ở về mình chân tha cả ta nâng ngày giúp mình vừa sập tiền khi nhom mà đừng tới cái lại lên nhỉ đôi côn ba hai chiếc đôi côn khi mà vừa sập hẹp nhom chẳng bù nhom mà nơi té nâng kê nhom vừa sập cái đành nhom chanh này phù mình được mà khổ xa con sấy pi nèอายุประหารจิตดับบุญดับแผมชนะมันเนี้ยดับปีชนะมันเนี้ยไอ้จังไงให้หนึ่งก็ได้ปนปีเนี้ยนั่งเนิบเตี้ยนั่งคนเชื่อมือเคยเชื่อมือก็เคยจังงั้นนะสับตะเปเนี่ยภูมินั่งกอดกบผมใหญ่แผมก็ท่านั่งไงจำยมแผมจังงั้นนะกอดกองโกยเอาแล้วบางอันโกยให้เสียมเตยจังงั้นนะสับตะเปเนี่ยภูมิกันใหญ่ท่าเตี้ยนั่งđây nắng bị môn lái ở miền khăm áo trang tê bị môn miền nẹp phnom penh nắng kê mà đài nẹp phnom penh đối ôn ai chăng vậy mũi bù xe hay nâng mình nhận thấy nó đôi không đôi ôn ai chăng bị môn tia nắng ở miền tia tê miền tại đây tai nẹp phnom penh nắng à một khủ xa nắng còn máu có tinh đây nâng ná có tinh đây nâng hay có bán sang sóng lợp tia nâng sang song tia nắng sạ nở np đã có sạ nở tia nắng à của xa nắng à sạ nở tia nắng hay phủ có chỉ nẹp phnom penh cả nắng có nẹp phnom penh có nở tia nhằm bài pe lình dịch tộc cho mũi khnia mà của xa nắng á ngày nắng á nè ngày để cụ có run nở thom mà đa tê cho bàn cho pram và mũi khai đôi từ khnia nằm tia nắng np để lình dịch mũi nắng à búa tia nở nít ngay sạp tầm miên chào mà krom nè chào mà krom nắng miên kia pram và mũi nè cho tập tia cọt nắng tập plan đời xa cái cật thạt tia cọt mau pi phnom penh cọt miên lôi thưa tia thưa ấy dần tới miên lôi cái tập plan hai nắng á cái sầm lập tiền cua xa ở đằng cái sầm lập tiền cua xa nắng cứ chập chào bàn tề hai đời xa tai tia ở miền của xa na tham miền bóng ôn sạch nhịt ấy tê kê cờ do bộ quạt nắng tự đạn nở vọt của côn sấy nắng kê thời trao chạ sầm lạp tầng à nè
ចាក់សម្លាប់ទាំងម៉ែទាំងកូនស្រីពីរនាក់ឪពុកម្ដាយហ្នឹងចាក់សម្លាប់ទាំងអស់ស្រាប់តែពេលគាត់និយាយបែបហ្នឹងមកប្រាប់ពូសេងហើយនឹងមីងចន្ទថាពូសេងចាប់ផ្ដើមភ័យមុខសឹងស្វាយហើយញ័រខ្លួនមីងចន្ទថាញ័រខ្លួនទៅអញ្ចឹងណាគឺថាហេតុអីបានខ្ញុំមកទិញផ្ទះហ្នឹងដំបងបងលបងចាក់នោះឲ្យប្រាប់ខ្ញុំគាត់មិនហ៊ានប្រាប់បើគាត់ប្រាប់គាត់លក់ផ្ទះហ្នឹងមិនបានលុយអញ្ចឹងរឿងហ្នឹងវាអញ្ចឹងស្រាប់តែពេលហើយអ្នកភូមិនិយាយថាផ្ទះហ្នឹងណារយៈពេលដែលមុនលបងឯងមកនៅនេះការដែលគេសម្លាប់ប្លន់សម្លាប់ហ្នឹងទៅតែមួយឆ្នាំជាងមុនហ្នឹងទេលបងឯងចូលមកនៅនេះគេនិយាយចឹងប៉បលេងពូសេងហើយនឹងមានយន្តថាភ័យបដ ாய் ភ័យហើយពូសេងគេថាខ្ញុំយប់មិញប៊ីសបាត់បង់ប្រពន្ធខ្ញុំទៅម្នាក់ទៀតដោយសារផ្ទះហ្នឹងនេះគឺជាឃាតកម្មដែលចោលប្លន់សម្លាប់ទាំងគ្រួសារនៅផ្ទះហ្នឹងហើយទៅធ្វើបន់អត់តាមប្រពៃណីទៀតហើយជាខ្មោចតៃហោងទៀតនេះបងប្អូនសម័យទៅផ្ទះដែលគេឃើញស្អាតអត់មានមនុស្សនៅកុំចេះតែទៅទិញព្រោះអីផ្ទះដែលអត់មានមនុស្សនៅស្អាតហ្នឹងយើងត្រូវស៊ើបប្រវត្តិសិនក៏អត់ស៊ើបប្រវត្តិទេគាត់គិតថាមានអ្នកភូមិអីចឹងទិញដូរវាមិនជាបញ្ហាទេហើយណាមួយពេលដែលគាត់ទិញផ្ទះហ្នឹងដំបងមួយខែពីរដំបងមួយខែពីរខែហ្នឹងក៏អត់មានបញ្ហាដែរលងដែរតែទៅលងលក្ខណៈស្លូតហើយគេថានៅអ្នកភូមិនិយាយទៀតថាការដែលស្លាប់ដំបងណាទាំងគ្រួសារហ្នឹងលងសាហាវណាស់ជីកកាត់មុខផ្ទះពេលថ្ងៃក៏លងដែរហើយជួនកាលហ្នឹងល្ងាចឡើងមានអ្នកជីកកាត់ហ្នឹងផ្ទះសិតតែស្មៅក៏អត់មើលឃើញស្មៅដែរឡើងស្អាតមានអ្នកខ្លះចូលទៅអង្គុយលេងក្នុងលងរហូតដល់បាសសក់ឈឺក៏មានទៀតហើយល្បីថាពីមុនមានលងរហូតដល់មានអ្នកស្លាប់ទៀតដល់គេភ័យខ្លាំងពូចន្ទថាឮតែអញ្ចឹងមីងចន្ទថាឮអញ្ចឹងពូសេងឮអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាចប់គាត់ថាចប់ហើយខ្ញុំគាត់ស្ដាយក្រោយមកអង្គុយយំអង្គុយបដាអាណិតកូនអត់ជឿសម្ដីកូនពីដំបងអត់ជឿសម្ដីសៃមុំពីដំបងគាត់ទៅដល់ផ្ទះនាំគ្នារើកៅអៅតែមួយបង្វិចម្នាក់គាត់ដាក់នៅក្នុងឡានហ្នឹងក៏សម្រាប់ចិត្តទាំងប្តីទាំងប្រពន្ធជិះឡានទៅភ្នំពេញវិញប៉ុន្តែអត់តន់ចប់ទេព្រោះអីបាត់បានធ្វើបន់ឲ្យម្ចាស់ផ្ទះហ្នឹងផងនៅពេលដែលគាត់រើអីវ៉ាន់ចេញហ្នឹងគាត់បើកទ្វារទៅឃើញនៅផ្ទះបាយហ្នឹងឃើញទាំងគ្រួសារហ្នឹងទៀតមានចិនថាទុនជើងពុបពូសេងអត់មាត់អត់កក៏នាំគ្នាចេញទៅពីផ្ទះហ្នឹងបានប្រហែលជា7-8 គីឡូក៏គាត់ឃើញមនុស្សក្មេងៗហ្នឹងឈរកណ្ដាលផ្លូវ 3-4 មកគ្រួសារណាឈរកណ្ដាលផ្លូវហ្នឹងពាំងមកគាត់ឲ្យគាត់កាច់ចកោតវៀងណាក៏វៀងម៉ាំងក៏ធ្លាក់បលាយតែសំណាងល្អហើយដែលនៅពេលថ្ងៃមានវិជាបរដ្ឋឃើញក៏ទៅជួយគាត់ហ្នឹងគាត់ក៏ទៅវត្តណាជួយបានអីបានហ្នឹងក៏នាំគ្នាយកលើកទាញឡានទាញអីព្រោះបលាយវាអត់តាន់មានទឹកខែប្រាំងហ្នឹងគាត់នៅខូចតិចតួចយកទៅវត្តយកទៅឲ្យលោកសូត្រមន្តធ្វើបន់ធ្វើអីចឹងទៅណានៅពេលដែលធ្វើបន់អីហ្នឹងមីងចិនថាយំនឹកកូនអាណិតកូនដោយសារតែបាត់បង់កូនដែលជាទីស្រឡាញ់មកនៅផ្ទះដែលអត់បានដឹងពីប្រវត្តិផ្ទះហើយចង់ប្រាប់បងប្អូនថាផ្ទះនៅទីហ្នឹងគឺឡងគេរហូតណាឡងសំបីតែស្រីមុំហ្នឹងក៏មានសមាជិកនៅក្នុងផ្ទះហ្នឹងមកឡងគេដែរបានន័យថាផ្ទះហ្នឹងគឺទុកចោលឡងគេរយៈពេល 3-4 ឆ្នាំអ្នកជិះកាត់ពេលយប់គឺឡងហៅគឺឃើញផ្ទះឃើញមនុស្សលេងឃើញផ្ទះបើកភ្លើងអីចឹងណាឡងរយៈពេលចូល 5-6 ឆ្នាំហើយផ្ទះហ្នឹងក៏អត់ទៅណាដែរតែឥឡូវមិនដឹងថាគេអភិវឌ្ឍទៅណាទេណាផ្ទះហ្នឹងទុកចោលហ្នឹង 4-10 ឆ្នាំបានផ្ទះហ្នឹងរៀងសាបប៉ុន្តែអត់មាននរណាហ៊ានទៅចូលចិត្តផ្ទះហ្នឹងទេហើយក៏គ្មាននរណាគេហ៊ានទិញដីហ្នឹងនៅទៀតដែរហើយពូសេងហើយនឹងមីងចន្ទថាហ្នឹងក៏ត្រឡប់ទៅភ្នំពេញទៅនៅជាមួយ
ឪពុកម្ដាយគាត់ហ្នឹងវិញទៅរកស៊ីធ្វើការនៅភ្នំពេញបាត់ចឹងទៅក៏អត់មានបានដំណឹងអីមកដែរហើយរឿងហ្នឹងក៏ចប់ត្រឹមហ្នឹងអ្វីដែលចង់រំលឹកថាផ្ទះនៅពេលដែលបងប្អូនទៅទិញចង់ទិញផ្ទះណាមួយក៏ដោយដែលអត់មានមនុស្សនៅត្រូវស៊ើបពីប្រវត្តិផ្ទះហ្នឹងឲ្យច្បាស់សិនណាត្រូវស៊ើបឲ្យច្បាស់មិនមែនចេះតែឃើញផ្ទះស្អាតរបស់ល្អចេះតែទិញទេកុំឲ្យមានបញ្ហាអកុសលដូចមីងចន្ទថាហើយនឹងពូសេងអញ្ចឹងដែលត្រូវបាត់បង់កូនស្រីឈ្មោះស៊ីមុំហ្នឹងដោយសារតែផ្ទះហ្នឹងនេះសំណាងឲ្យមិនបាត់បង់ដល់មីងចន្ទថាមួយទៀតផងផ្ទះហ្នឹងគឺសាហាវណាស់ឡងសាហាវនេះគ្រាន់តែនិយាយបើសិនជាបងប្អូនខ្ញុំជាអ្នកនិយាយឡើងមកវិញក៏មានអារម្មណ៍ថាព្រឺរោមបាសរោមឆ្ងាតដែរហើយសម្រាប់រឿងនេះចឹងណាបងប្អូនគ្រួសារពីមុនឥឡូវចង់បយលំអិតពាក់ព័ន្ធរឿងគ្រួសារដែលចោលប្លន់បន្តិចរឿងគ្រួសារដែលចោលប្លន់ហ្នឹងណាការដំបងឡើយបានន័យថាគាត់ញ៉ាំបាយធម្មតាទៅក៏គេចាប់អត់បានទេប៉ុន្តែធម្មតាផ្ទះគឺមានលបងមានទ្វារអញ្ចឹងលុះត្រាតែអ្នកស្គាល់ទៅគោះទ្វារហៅបានម្ចាស់ផ្ទះហ្នឹងគេបើកឲ្យអញ្ចឹងណានេះការសង្ស័យរបស់អ្នកភូមិពីមុនហ្នឹងទេអញ្ចឹងអ្នកដែលប្លន់ហ្នឹងប្លន់សម្លាប់គឺមានបានព្រោះគាត់មានលុយគាត់អាចមានលុយការហ្នឹងច្រើនហើយ$7,000-8,000អីហ្នឹងច្រើនមែនតើណាមានអីចឹងទៅព្រោះគាត់មានដែរមកពីភ្នំពេញគាត់លក់ផ្ទះពីភ្នំពេញមកនៅសៀមរាបអញ្ចឹងដល់ពេលប្លន់ដល់សម្លាប់យ៉ាងណិតណាក្មេងស្រី2នាក់អាណិតមែនណាសម្លាប់ចោលទាំងទៅឈាមដាបហើយអ្វីដែលសំខាន់ការដែលចោលប្លន់គ្រួសារហ្នឹងណារហូតដល់មួយសប្តាហ៍ខ្មោចឡើងឲ្យលួយអស់ហើយបានអ្នកភូមិហ្នឹងទៅធំក្លិនស្អុយភីបានទៅគោះទ្វារឃើញហើមទាំងអស់សាកសពហើមទាំងអស់ប៉ុន្តែការដែលគាត់ស្លាប់ហើយហ្នឹងគឺពេលថ្ងៃអ្នកភូមិអ្នកបងប្អូនសម័យអ្នកភូមិមិនគិតថាគាត់ស្លាប់ទេណាការដែលគាត់ស្លាប់ដំបូង2-3ថ្ងៃដំបូងគាត់នៅតែបង្ហាញទាំងគ្រួសារគាត់ពេលថ្ងៃគាត់ចេញមកក្រៅម៉ោង12ហ្នឹងយប់ឡើងលឺមាត់កោះកនៅក្នុងនឹងលេងនឹងគ្រួសារគាត់ដដែលហ្នឹងបងប្អូនដឹងហ៎អញ្ចឹងបានអ្នកភូមិអត់សង្ស័យប៉ុន្តែស្រាប់តែពេលម្លងបាន2ថ្ងៃក្រោយមកក៏ធំក្លិនស្អុយហ្នឹងក៏ប្រជាពលរដ្ឋនាំគ្នាទៅគោះអ្នកភូមិណាតែអើតមើលក៏ឃើញសាកសពស្លាប់អស់ហើយ4នាក់នៅកន្លែងផ្ទះបាយហ្នឹងស្លាប់ខ្ទេចទាំងអស់ដោយសារតែការហ្នឹងផ្ទះវាឆ្ងាយគ្នាពេកជាបរដ្ឋអត់ដឹងតែការប្លន់ហ្នឹងទេហើយគ្នាមិនដឹងថាស្លាប់របៀបម៉េចទេដាក់សាកសពហ្នឹងគឺនៅដេកក្បែរគ្នានៅចិត្តចក្រានបាយហ្នឹងកន្លែងផ្ទះបាយហ្នឹងស្រាប់តែពេលហើយពូចកហ្នឹងគឺជាមនុស្សដែលគេឡងដំបងហ្នឹងព្រោះផ្ទះគាត់ឡង300 ម៉ែត្រហ្នឹងចិត្តគ្នាហ្នឹងហើយគាត់អ្នកធំក្លិនហៅមកអញ្ចឹងណាធំក្លិនស្អុយនៅពេលដែលប៉ូលីសមកធ្វើកសោវិច័យប៉ូលីសប្រាប់ថាគាត់ស្លាប់ប្រហែលជាចន្លោះ6ទៅ8ថ្ងៃប៉ុន្តែម្សិលមិញនិងម្សិលមួយថ្ងៃគឺគេឃើញពួកគាត់នៅដើរនៅឡើយទេអញ្ចឹងណាពូចកចាប់ផ្ដើមធ្លាក់ខ្លួនឈឺហ្នឹងហើយធ្លាក់ខ្លួនឈឺពូចកចាប់ផ្ដើមធ្លាក់ខ្លួនឈឺប៉ុន្តែកាលហ្នឹងមានគ្រូមានលោកអីយ៉ាងទៅលោកទៅអីទៅក៏ជាអញ្ចឹងណាជាក៏បានម្លងបានមួយឆ្នាំវារៀងស្ងាត់ទៅណាក៏បានឃើញពូសេងមានយន្តថាមកលក់ផ្ទះឲ្យយ៉ាងទៅក៏លក់ឲ្យក៏គាត់មិនគិតអញ្ចឹងដែរប្រហែលជាគាត់គិតថាខ្មោចអីហ្នឹងវាទៅបាត់អស់ហើយប៉ុន្តែនៅពេលដែលមានចន្ទថានឹងពូសេងទៅបាត់ហ្នឹងអាមុំក៏មកឡងពូចកម្ដងទៀតមកឡងគាត់ថាពូឯងមិនក៏ហក់ឲ្យពុកម្ដាយខ្ញុំស្អីអីណាអញ្ចឹងទៅដំបងណាពូចកហ្នឹងក៏បានទៅធ្វើបុណ្យធ្វើអីទិសកសលជូននេះហ្នឹងណាហើយឪពុកម្ដាយប្រហែលជាឪពុកម្ដាយរបស់សីមុំហ្នឹងពូសេងនឹងមានចន្ទថាធ្វើបុណ្យកសលបុណ្យផលឲ្យទៅដល់សីមុំទៅក៏យូរទៅក៏បាត់ស្ងាត់ផ្ទះហ្នឹងក៏លែងមានអ្នកនៅមកដល់រាល់ថ្ងៃហ្នឹងអញ្ចឹងខ្លាចតើកម្រងណាអភិវឌ្ឍអីដល់តំបន់ហ្នឹងធ្វើបរិយធ្វើអីទេអញ្ចឹងណាបើមានបរិយមានអីដឹងតែមាននៅសៀមរាបព្រោះខ្ញុំខានទៅយូរដែរអញ្ចឹងហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងទេអញ្ចឹងដូចក្រែងរំលឹកសារថ្មីវិញថាបងប្អូនចង់ទិញផ្ទះ
ទៅតែសើប្រវត្តិផ្ទះឲ្យច្បាស់សិនចាំទិញនៅដើម្បីសុវត្ថិភាពទាំងអស់គ្នាមិនមែនថាមិនជឿអមនុស្សទេយើងជឿខ្លះអត់ខ្លះណាលើធម៌ព្រះអញ្ចឹងអត់មានអីទេថ្ងៃនេះពពកក្រហមមានតែរឿងប៉ុណ្ណឹងដែរហើយសូមអរគុណសូមជម្រាបលា